ពេលវេលាដែលអត់ចង់ជួបគឺបានមកដល់ហើយមិនចង់ជួបក៏ត្រូវតែជួបថ្ងៃនឹងគឺ3នាក់ម៉ែកូនខ្ញុំឡើងយន្តហោះទៅអាល្លឺម៉ង់វិញហើយកន្លះឆ្នាំនៅខ្មែរនេះមានអារម្មណ៍ថាបិទភ្នែកហើយបើកភ្នែកដល់ថ្ងៃទៅវិញបានមានបងប្អូនសួរច្រើនមែនតើការខ្ញុំមកវិញបងប្អូនអើយតែមានលុយមកវិញហើយឥឡូវសួរវិញថាមានអ្នក sponsor ខ្ញុំមកវិញអត់បើមានខ្ញុំមកនិយាយលេងឯងតាំងនិយាយថានិយាយពីអាវ៉ាន់វិញរៀបអត់អស់ហ្មងកំពុងតែរៀបហ្នឹងត្រូវចេញទៅ1ម៉ោងទៀតណាអូយទៅចង់100គីឡូប៉ុន្តែដាក់អត់គ្រាន់ទេខ្ញុំមួយអានេះ carry on ណាណាខាងនេះទេអាពេលនេះចាប់ដាក់វត្តដូចតាអញ្ចឹងនិយាយទៅអាវ៉ាន់ខ្ញុំគឺថាដាក់កេះសឹងទាំងអស់ហើយបើអូនហ្វីនវិញនេះគេទុំមើលពីគេងទេបានគេអញ្ចឹងទៅកុំឲ្យកោម៉ែលើយន្តហោះតែខ្ញុំចង់ប្រាប់ប្រហើបតិចព្រោះឥឡូវខ្ញុំកំពុងចូលសលេងហ្នឹងខ្ញុំមកដល់អាល្លឺម៉ង់ហើយចង់ប្រាប់ថាលើកនេះគឺសាហាវមែនតែកុំភ្លេចតាមដានហើយឡូចែកជំរាបលាមើលចាំមកហើយនេះ outfit គេឡើងយន្តហោះហើយមិនដែរសង្ហាអត់ចង់និយាយថាសលេងម៉ែឡើងស្អកអស់ហើយនេះមុនឡើងយន្តហោះនឹងចូលក្លឹបផងហើយពេលឡើងយន្តហោះកូនកោផងចង់និយាយចឹងណាហើយមានបងប្អូនសួរខ្ញុំថាខ្ញុំចង់ទៅនៅខ្មែរមានគំនិតចង់ទៅនៅខ្មែរសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ចង់ទៅនៅខ្មែរទេបើថាចង់ទៅលេងប៉ុន្តែនៅអាល្លឺម៉ង់វិញក៏ខ្ញុំអត់ចង់នៅអាល្លឺម៉ង់ដែរនិយាយទៅរងថ្ងៃពងតែវែងខ្លួនឯងថាដឹងថាគួរទៅណាប្រកបខ្ញុំឥឡូវគឺថាចង់នៅស្រុកគេប៉ុន្តែមិនមែនចង់នៅប្រទេសអាល្លឺម៉ង់ទេហើយបើនិយាយពីទៅនៅស្រុកខ្មែរហ្មងគឺអត់តន់គំនិតនឹងទេអត់តន់ចង់អូយជីតែបាយណាយើងណាមិនអត់មែនណាអត់មកតែមួយណាហើយទៅមើលតែលំងនេះណាខ្លះតើណាគេខ្លះខាងណាមានកូនណាដូចសេលីណាខ្លះជិះចដាយន្តផតពោះទៅរៀងភ័យខ្លាចមែនអត់ខ្លាចតែគិតទៅដូចគេនិយាយមែនក្មេងណានេះមិនទាន់ដឹងអីទេដូចតែជិះយន្តហោះចឹងសុបាយបើម៉ែវិញកើតຕົកដែរហ្នឹងដូចពាក្យ quote គេតាម Instagram មិនឃើញថាការហោះហើរវាមិនគួរឲ្យខ្លាចទេអ្វីដែលគួរឲ្យខ្លាចគឺត្រូវចាក់ចេញពីផ្ទះហោះត្រឡប់ទៅផ្ទះវិញយកអារម្មណ៍ហ្នឹងមានតែអ្នករស់នៅស្រុកគេទេហើយមានម៉ែឪនៅស្រុកខ្មែរចឹងបានយកអារម្មណ៍មួយហ្នឹងដូចឥឡូវចឹងមកដល់អាល្លឺម៉ង់ហើយគឺថាតឯងអីតឯងធ្វើអីតឯងទៀតហើយតែ vlog ក៏រៀងល្អមើលវិញដែរតែបងប្អូនដឹងមិនថាពេលខ្ញុំមកដល់អាល្លឺម៉ង់ភ្លាមហើយចេញទៅក្រៅជិះតាក់ស៊ីទៅទេហើយសេលីណាលំមកថាអញ្ចឹងកង់ទៅបាត់ហើយអត់មានឡានជិះផងយាយឡើងកំសត់ហ្មងពេលហ្នឹងហើយម៉ែសេលីណានេះមកដល់ឡើង check in និយាយថាលើសគីឡូដកចេញដកចូលផងអូជីវិតនេះតោកយ៉ាដល់ហើយឥឡូវគឺថាមកថតរូបជុំគ្នាព្រោះតិចទៀតបែកគ្នាមែនតើអើយមកទៅជាចាគឺថាមិនតបានឡើងយន្តហោះទេឲ្យហេតុហ្មងនេះថាយំប្រែបកិនទាំងពីរទាំង3អត់មានអ្នកលួងថាយំនៅខ្មែរមានអ្នកលួងបើថាយំមួយម៉ាមានអ្នកលួងទេប្រាប់ឲ្យហើយវើយឃើញអត់បងប្អូនសេលីណានិយាយពីថាសប្បាយចិត្តទេសប្បាយចិត្តមានទាន់ដឹងទេថាត្រូវបែកកង់បែកម៉ាអញ្ចឹងណាអូមិនដឹងថាពេលណាបានមកទៀតទេតែសម្រាប់គ្នាអត់ទាន់ដឹងអីគឺពេញលោគ្នាគិតថាគ្រាន់តែដើរលេងអញ្ចឹងណាឲ្យទៅសួរនិយាយថាអូម៉ាឲ្យកង់មកតាមក្រោយហើយបើហ្វីននេះកាន់តែអត់ដឹងអីទៀតឆ្មក់តែឯងអញ្ចឹងណាបាយបាយលីណានឹកអីអត់នឹកបាយបាយបាយលីណាបាយបាយក៏អូយឡើងយន្តហោះហើយចង់និយាយថាស្អែកចាំត vlog 3នាក់ម៉ែកូននៅលើយន្តស្អែកកុំភ្លេចដាក់ម៉ោងហៅតាមដានផង